ជំរាបសួរលោកស្រីអ្នកនាងកញ្ញានិងទស្សនិកជនដែលកំពុងតែតាមដានទស្សនាកម្មវិធីជជែកពីសេដ្ឋកិច្ច Digital នៅកម្ពុជាឆ្នាំ2025គួរបញ្ជាក់ផងដែរថាកម្មវិធីជជែកពីសេដ្ឋកិច្ច Digital នៅកម្ពុជាឆ្នាំ2025ជាកម្មវិធីកិច្ចពិភាក្សាបែបកិច្ចសន្ទនាដែលមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញដែលគាត់អញ្ជើញមកពីក្រសួងនិងស្ថាប័នពាក់ព័ន្ធក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ដែលផ្ដោតសំខាន់លើប្រធានបទគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចនិងធុរកិច្ច Digital នៅកម្ពុជាវគ្គទី7នេះនឹងពិភាក្សានៅលើប្រធានបទស្ដីពីបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមការលូតលាស់របស់អាជីវកម្មសម្រាប់កិច្ចសន្ទនានៅថ្ងៃនេះមាននឹងខ្ញុំបារមីជាអ្នកសម្របសម្រួលនិងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសរបស់យើងដែលគាត់នឹងធ្វើការចែករំលែកនៃចំណេះដឹងក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនផងដែរចង់ដឹងថាវាគ្មិនកិត្តិយសរបស់យើងរូបណានឹងអញ្ជើញចូលរួមនៅថ្ងៃនេះនឹងខ្ញុំសូមស្វាគមន៍វាគ្មិនកិត្តិយសរបស់យើងទាំងអស់គ្នាជំរាបសួរបាទជំរាបសួរចាអរគុណច្រើនបងដែលបានចំណាយពេលវេលាដើម្បីដំណើរចូលរួមនៅក្នុងកម្មវិធីរបស់យើងនៅថ្ងៃនេះបាទអរគុណចាមុននឹងឈានដល់ការពិភាក្សាតាក់ទងជាមួយនឹងប្រធានបទរបស់យើងសូមបងជួយធ្វើការណែនាំខ្លួនក៏ដូចជាបទពិសោធន៍របស់បងទៅកាន់អ្នកទស្សនារបស់យើងជំរាបសួរខ្ញុំបាទឈ្មោះហុងវណ្ណថេតបច្ចុប្បន្នជានាយកគ្រប់គ្រងសេវាធនាគារជាសេវាកម្មនៅធនាគារវិញចាអរគុណច្រើនបងបាទអរគុណការអញ្ជើញចូលរួមនៅក្នុងកម្មវិធីរបស់យើងនៅថ្ងៃនេះសប្តាហ៍នេះយើងកំពុងស្ថិតនៅក្នុងយុគសម័យ Digital ហើយបច្ចេកវិទ្យាហិរញ្ញវត្ថុក៏កំពុងតែក្លាយជាឧបករណ៍យ៉ាងសំខាន់នៅក្នុងការគ្រប់គ្រងអាជីវកម្មសំណួរដំបូងដែលចង់សួរទៅកាន់បងនោះគឺតើបងអាចបញ្យល់បានទេថាអ្វីទៅជាបច្ចេកវិទ្យាហិរញ្ញវត្ថុហើយបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់យ៉ាងដូចម្តេចដែរនៅក្នុងអាជីវកម្មសប្តាហ៍នេះបងបាទសូមអរគុណជាថ្មីម្ដងទៀតចំពោះនិន្នាការនៅពេលបច្ចុប្បន្នបច្ចេកវិទ្យាហិរញ្ញវត្ថុដែលយើងជាភាសាអង់គ្លេសយើងហៅថា fintech ហ្នឹងfintech ហ្នឹងគឺមកពីពាក្យពេញហៅថា financial technology អញ្ចឹង financial technology ហ្នឹងគឺជាបច្ចេកវិទ្យាមួយដែលយើងប្រើសម្រាប់សម្រួលនិងពន្លឿនសេវានានានៅក្នុងវិស័យហិរញ្ញវត្ថុចាអរគុណច្រើនបងសម្រាប់ការបកស្រាយយ៉ាងក្បោះក្បាយទាក់ទងជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុទៅកាន់ទស្សនិកជនរបស់យើងភ្ជាប់ជាមួយនឹងសំណួរបន្ទាប់នេះដែរចង់សួរទៅកាន់បងថាតើការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនេះមានសារៈសំខាន់អ្វីខ្លះសម្រាប់ការលូតលាស់របស់អាជីវកម្មខ្នាតតូចនិងមធ្យមដែរបងបាទសូមអរគុណតាមពិតទៅការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមគឺវាមានផលប្រយោជន៍ច្រើនសម្រាប់ពួកគាត់គឺមានន័យថានៅពេលដែលគាត់ចាប់ផ្ដើមប្រើប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់គាត់បានត្រឹមត្រូវអញ្ចឹងធ្វើឲ្យគាត់មានភាពងាយស្រួលក្នុងការទទួលបាននៅហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុនានាទី2គឺវាជួយសម្រួលនៅក្នុងការគ្រប់គ្រងចរន្តសាច់ប្រាក់របស់ពួកគាត់អញ្ចឹងធ្វើឲ្យពួកគាត់មានភាពងាយស្រួលដែលយើងតែងតែគិតថាពីមុនពួកគាត់ធ្លាប់តែកត់បញ្ជីចំណូលចំណាយហ្នឹងតាមរយៈกระดาษឬក៏សភៅអីចឹងទៅអញ្ចឹងពេលដែលគាត់មានប្រព័ន្ធធនាគារប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវអញ្ចឹងគាត់អាចមានធ្វើប្រតិបត្តិការតាមធនាគារអញ្ចឹងវាមាន record ច្បាស់លាស់មានប្រព័ន្ធគណនេយ្យអញ្ចឹងវាមានការចុះtransaction ច្បាស់លាស់នៅក្នុងហ្នឹងទី3គឺវាជួយសម្រួលក្នុងការចំណាយរបស់ពួកគាត់អញ្ចឹងមានន័យថាគាត់អាចកាត់បន្ថយចំណាយទៅលើប្រតិបត្តិការទាំងអស់នោះបានច្រើនទី4គឺបានសម្រួលនៅសេវាកម្មអតិថិជនរបស់ពួកគាត់អញ្ចឹងរាល់ប្រតិបត្តិការឬក៏ការគ្រប់គ្រងរបស់គាត់វាមានភាពរលូនអញ្ចឹងធ្វើឲ្យគាត់នឹងអាចគិតឬក៏ focus ទៅលើការធ្វើយ៉ាងម៉េចដើម្បីឲ្យអាជីវកម្មឬក៏សេវាទំនិញរបស់គាត់នឹងផ្ដល់នូវភាពពេញចិត្តកាន់តែកើនឡើងចំពោះអតិថិជនរបស់គាត់ដែរបាទទីចំណុចបន្ទាប់មួយនោះគឺតាក់ទងជាមួយនឹងមានន័យថាការគ្រប់គ្រងដោយសារគាត់បានគ្រប់គ្រងប្រតិបត្តិការគាត់បានល្អហើយអញ្ចឹងវាធ្វើឲ្យគាត់អាចគិតទៅអនាគតរបស់គាត់បានល្អអញ្ចឹងមានន័យថាអាជីវកម្មមួយចំនួនគាត់អាចរំពឹងទុកថាឬគាត់អាចធ្វើ focus ធ្វើ planning បានល្អចំពោះការតើគាត់គួរបរិយក្នុងកម្រិតណាបាទអញ្ចឹងចំពោះចំណុចបន្ទាប់វាអាចនេះគឺជាចំណុចសំខាន់ដែលចំពោះអាជីវកម្មខ្នាតតូចនិងមធ្យមភាគច្រើនគឺគាត់មិនដែលគិតដល់នៅពេលដែលគាត់រៀបចំខ្លួនបានល្អគាត់ប្រើប្រព័ន្ធបានល្អអញ្ចឹងធ្វើឲ្យគាត់នឹងអាចមានចំនួនមិនត្រឹមតែដៃគូអាជីវកម្មនៅក្នុងស្រុកទេគាត់អាចមានលទ្ធភាពទៅចាប់
ជំនួញឬក៏ដៃគូអាជីវកម្មជាមួយនឹងអតិថិជនរបស់គាត់នៅក្រៅស្រុកថែមទៀតធ្វើឲ្យគាត់អាចរីកមុខរបរគាត់កាន់តែធំជាងមុនទៀត ចាអរគុណច្រើនបងសម្រាប់ការបកស្រាយយ៉ាងក្បោះក្បាយតាក់ទងពីបច្ចេកវិទ្យាហិរញ្ញវត្ថុជាប់ជាមួយនឹងសំណួរបន្តនេះដែរខ្ញុំចង់សួរទៅកាន់បងថាតើការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនេះមានសារៈសំខាន់អ្វីខ្លះសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមបង បាទចំពោះបច្ចេកវិទ្យាហិរញ្ញវត្ថុឬក៏ fintech នេះយើងមើលឃើញហើយនៅបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាយើងមានដូចមាន service provider ណាដូចជាអ្នកដែលផ្ដល់សេវា fintech ហ្នឹងមួយចំនួនដែរនៅក្នុងហ្នឹងហើយចំពោះការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យមហ្នឹងគឺវាមានច្រើនរបត់ទៅតាមប្រភេទអាជីវកម្មរបស់ពួកគាត់អញ្ចឹងចំពោះការប្រើប្រាស់នេះយើងមានច្រើនតែយើងខ្ញុំសូមលើកយកតែគោលមួយចំនួនមកនៅក្នុងហ្នឹងគឺដូចជា fintech មួយចំនួនក៏ផ្ដល់ភាពងាយស្រួលក្នុងការឲ្យអាជីវកម្មខ្នាតតូចនិងមធ្យមហ្នឹងទទួលបាននៅហិរញ្ញប្បទានអញ្ចឹងគេភាសាបច្ចេកទេសហៅ access to finance អញ្ចឹង fintech មួយចំនួនក៏គាត់ជួយសម្រួលអាជីវកម្មខ្នាតតូចនិងមធ្យមដើម្បីឲ្យគាត់បានប្រមូលឬក៏ការទូទាត់ទៅតាមប្រតិបត្តិការគាត់មួយនៅក្នុងហ្នឹង fintech មួយចំនួនទៀតក៏គាត់មានមុខងារដើម្បីជួយសម្រួលនៅក្នុងការគ្រប់គ្រងសាច់ប្រាក់ចរន្តសាច់ប្រាក់សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមហើយ fintech មួយចំនួនទៀតក៏គាត់មានមុខងារដើម្បីសម្រួលនៅក្នុងប្រព័ន្ធគណនេយ្យនិងហិរញ្ញវត្ថុរបស់អាជីវកម្មហើយ fintech មួយចំនួនទៀតក៏គាត់មានមុខងារទៅការផ្សព្វផ្សាយទៅលើមុខទំនិញទៅលើសេវាកម្មរបស់អាជីវកម្មដែលយើងភាសាអង់គ្លេសយើងហៅថា loyalty program ចាអរគុណច្រើនបងសម្រាប់ចម្លើយយ៉ាងក្បោះក្បាយតាក់ទងពីអត្ថប្រយោជន៍ផ្ទុយពីអត្ថប្រយោជន៍វិញខ្ញុំចង់សួរទៅកាន់បងថាតើមានឧបសគ្គណាខ្លះដែលម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមគាត់តែងតែជួបប្រទះនៅពេលដែលគាត់ប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុហើយតើពួកគាត់ត្រូវដោះស្រាយបញ្ហាទាំងអស់នោះបានដោយរបៀបណាដែរបងតាមយើងសង្កេតមើលចំពោះម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមចំពោះការដែលគាត់ប្រកបរបរអាជីវកម្មរបស់គាត់អញ្ចឹងគាត់សប្តាហ៍ថ្ងៃហ្នឹងដូចថាបើគាត់ជ្រើសរើសសម្រាប់ជ្រើសរើសយកសេវាកម្មរបស់ក្រុមហ៊ុន fintech ណាមួយអញ្ចឹងវាមានបញ្ហាជួបប្រទះមួយចំនួនដូចជាអាជីវកម្មខ្លះគឺជាអាជីវកម្មនៅលក្ខណៈទូតាចលក្ខណៈគ្រួសារនៅឡើយអញ្ចឹងចំពោះការគ្រប់គ្រងរបស់គាត់ធនធានរបស់គាត់នៅមានកម្រិតបានហើយម្យ៉ាងទៀតរបត់ពីគ្រួសារមកជាលក្ខណៈក្រុមហ៊ុនស្តង់ដាគឺគាត់នៅអត់ទាន់មានការជឿទុកចិត្តទៅលើដៃគូសហការរបស់គាត់ដែលជាដៃគូផ្ដល់សេវាឲ្យគាត់អញ្ចឹងអាហ្នឹងវាក៏ជាបញ្ហាជួបប្រទះមួយដែរហើយបញ្ហាមួយទៀតគឺពេលខ្លះគាត់ពិបាកអត់ត្រឡប់ដោយសារអានេះពិបាកមានថាអត់ទាន់ត្រឡប់ជាមួយនឹងបច្ចេកវិទ្យា fintech ហ្នឹងអញ្ចឹងធ្វើឲ្យគាត់ពិបាកទទួលយកឬក៏ពិបាកសម្របខ្លួនទៅក្នុងបច្ចេកវិទ្យា fintech បច្ចេកវិទ្យាហិរញ្ញវត្ថុហ្នឹងហើយចំពោះអាជីវកម្មខ្លះទៀតគឺគាត់អត់ចង់ផ្លាស់ប្ដូរទម្លាប់របស់គាត់ហ្មងមានថាពីមុនគាត់ធ្វើមិនគាត់ត្រឡប់នៅធ្វើអញ្ចឹងទៅអញ្ចឹងអាហ្នឹងវាក៏ជាបញ្ហាប្រឈមមួយដែរសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមចាអរគុណច្រើនបងសម្រាប់ការបកស្រាយយ៉ាងក្បោះក្បាយពីបញ្ហាប្រឈមរបស់ម្ចាស់អាជីវកម្មខ្ញុំសង្កេតឃើញថាធនាគារមានជាសេវាកម្មសម្រាប់គ្រប់គ្រងដល់ម្ចាស់អាជីវកម្មជាពិសេសសម្រាប់អ្នកដែលគាត់មានគម្រោងចង់បង្កើតអាជីវកម្មឬមួយក៏គាត់ចង់ពង្រីកអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់សូមជូនសំណួរបន្តទៅកាន់បងខ្ញុំចង់សួរបងថាតើធនាគារគាត់មានសេវាកម្មអ្វីខ្លះដែលបង្កើតឡើងក្នុងការគ្រប់គ្រងដល់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមដែរបងបាទអរគុណកញ្ញាចំពោះសំណួរចំពោះធនាគារវិញយើងសប្តាហ៍ថ្ងៃនេះយើងមានសេវាកម្មជាច្រើនដែលយើងផ្ដល់ជូនអតិថិជនរបស់យើងតាំងពីអតិថិជនជាលក្ខណៈបុគ្គលអាជីវកម្មទាំងគ្រប់ខ្នាតតូចនិងមធ្យមហើយនិងខ្នាតធំអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកឡើង
ពីសេវាដែលធនាគារបានផ្ដល់ជូនសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមតាមពិតទៅចំពោះធនាគារវិញយើងបានធ្វើការជាមួយនឹងម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមតាំងពីយូរណាស់មកហើយមិនត្រឹមតែពេលដែលយើងខ្លាយទៅជាធនាគារទេតាំងពីមុនពេលធនាគារវិញខ្លាយទៅជាធនាគារមកម្លេះបាទយើងបានផ្ដល់សេវានៅពេលដែលពេលនោះវិញនៅជា fintech នៅឡើយបាទយើងបានផ្ដល់សេវាយើងបានផ្ដល់សេវាជូនអតិថិជនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនឹងជាច្រើនដើម្បីសម្រួលនៅក្នុងការធ្វើអាជីវកម្មរបស់គាត់ក៏ដូចជាការពង្រីកអាជីវកម្មរបស់គាត់សេវាមួយដែលយើងលេចធ្លោជាងគេគឺជាសេវាប្រមូលលុយយើងទាំងអស់គ្នាតែងតែដឹងថាអាជីវកម្មខ្លះគាត់មានការលំបាកក្នុងការប្រមូលលុយព្រោះថាឧទាហរណ៍ដែលថាគាត់នាំអីវ៉ាន់ចូលឬគាត់ជាសិប្បកម្មមួយគាត់ផលិតនៅក្នុងស្រុកហើយគាត់ត្រូវចែកចាយទូទាំងប្រទេស25ខេត្តក្រុងអញ្ចឹងចំពោះអាជីវកម្មខ្លះគាត់បារម្ភដោយសារពេលដែលគាត់លក់ផលិតផលគាត់ទៅខេត្តឆ្ងាយពីតំបន់គ្រប់គ្រងគាត់ដោយសារអាជីវកម្មខ្នាតតូចយើងដឹងហើយគឺគាត់មានបុគ្គលិកគាត់មានកម្រិតថាបុគ្គលិកគាត់តែ5នាក់ទៅ10នាក់អញ្ចឹងទេអញ្ចឹងបើគាត់លក់អីវ៉ាន់ថាគាត់បរិយាទីផ្សារគាត់ទៅខេត្តដូចជាទៅខេត្តឆ្ងាយក្រៅពីតំបន់គាត់អញ្ចឹងគាត់បារម្ភថាគាត់ត្រូវប្រមូលលុយពីអ្នកទិញគាត់នឹងយ៉ាងម៉េចអញ្ចឹងវិញធនាគារវិញយើងបានបង្កើតនៅផលិតផលមួយដើម្បីជួយសម្រួលនៅការប្រមូលរបស់ប្រមូល payment ពីអតិថិជនរបស់គាត់យើងហៅថា sub account service អញ្ចឹង sub account service ហ្នឹងគឺជាសេវាមួយដែលផ្ដល់ជូនចំពោះអាជីវកម្មខ្នាតតូចនិងមធ្យមជាពិសេសតែម្ដងដើម្បីជួយគាត់ដើម្បីប្រមូលលុយពីអតិថិជនរបស់គាត់ហើយសេវានេះនៅពេលដែលយើងបានចាប់ផ្ដើមធ្វើឲ្យមានការទទួលបាននូវការពេញនិយមខ្លាំងពីម្ចាស់អាជីវកម្មហើយក៏យើងជួយសម្រួលនៅក្នុងការប្រមូលលុយគាត់បានច្រើននៅក្នុងនឹងអញ្ចឹងចំពោះអាជីវកម្មមួយចំនួនគឺគាត់អាចមានទំនុកចិត្តហើយក៏គាត់អាចបរិយានៅការលក់របស់គាត់កាន់តែធំជាងមុនចាអរគុណច្រើនមែនទែនបងសម្រាប់ការបកស្រាយទៅកាន់ទស្សនិកជនរបស់យើងសង្ឃឹមថាបន្ទាប់ពីពួកគាត់បានស្ដាប់នៅការបកស្រាយរបស់បងរួចមកគាត់នឹងចូលរួមប្រើប្រាស់សេវាកម្មរបស់ធនាគារឲ្យបានច្រើនភ្ជាប់ជាមួយនឹងសំណួរបន្ទាប់នេះដែរចង់សួរទៅកាន់បងថាបើតាមទស្សនៈផ្ទាល់ខ្លួនរបស់បងតែម្ដងតើការទទួលយកបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជារបស់យើងបច្ចុប្បន្ននេះឈានដល់កម្រិតណាដែរហើយតើវិស័យឯកជនគាត់គាំទ្រដល់អាជីវកម្មតូចៗនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនេះតាមរបៀបណាដែរបាទសូមអរគុណបើតាមស្ថានភាពបច្ចុប្បន្នយើងឃើញថាអាជីវកម្មខ្នាតតូចនិងមធ្យមទាំងអស់ក៏មានការយល់ដឹងច្រើនអញ្ចឹងពីរយៈកាលកន្លងមកយើងឃើញទម្លាប់នៃការប្រើប្រាស់សេវាធនាគារសេវាជាផ្លូវការមានន័យថាយើងហៅ formal financial service ច្រើនជាងមុនហើយក៏ការផ្លាស់ប្ដូរទម្លាប់របស់ម្ចាស់អាជីវកម្មក៏យើងឃើញថាមានការកែប្រែច្រើនដោយសារគាត់បានវិនិយោគទៅលើធនធានរបស់គាត់វិនិយោគទៅលើការប្រើប្រាស់ system មួយចំនួនដូចនៅក្នុងការធ្វើប្រតិបត្តិការរបស់គាត់នៅក្នុងអាជីវកម្មរបស់គាត់ដោយឡែកចំពោះធនាគារវិញតាំងពីយើងនៅជា fintech រហូតដល់យើងជាធនាគារពាណិជ្ជគឺយើងនៅតែបន្តផ្ដល់នៅសេវាឬក៏បង្កើតនៅសេវាធនាគារជាច្រើនដើម្បីគ្រប់គ្រងអតិថិជនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជាយើងអញ្ចឹងបើយើងមើលចំពោះសេវាកម្មរបស់ធនាគារវិញយើងមានសេវាដកដាក់លុយយើងមានសេវាផ្ទេរប្រាក់ទាំងក្នុងនិងក្រៅស្រុកអញ្ចឹងចំពោះអតិថិជនដែលគាត់មិញខ្ញុំលើកឡើងថាគាត់ផលិតនិងចែកចាយអីវ៉ាន់នៅក្នុងស្រុកអញ្ចឹងគាត់អាចប្រើប្រាស់សេវាធនាគារហើយនឹងភ្នាក់ងាររបស់ធនាគារវិញទូទាំងប្រទេសដែលយើងមានឥឡូវនេះជាង 12000 កន្លែងហើយអញ្ចឹងវាស្រួលមែនទែនអញ្ចឹងគាត់ប្រមូលលុយពីអតិថិជនរបស់គាត់កាន់តែមានភាពងាយស្រួលហើយពេលដែលគាត់លក់អីវ៉ាន់ទៅគាត់អតិថិជនគាត់អាចយកលុយទៅបង់ឲ្យគាត់នៅតាមភ្នាក់ងារវិញកន្លែងណាក៏បានហើយបន្ថែមពីលើនឹងទៀតពេលដែលគាត់លក់អីវ៉ាន់ទៅក្រៅស្រុកអ
ចឹងដៃគូអាជីវកម្មរបស់គាត់ក៏អាចវេលុយមកចូលនឹងគណនីវិញរបស់គាត់បានយ៉ាងលឿនហើយងាយស្រួលហើយចំពោះសេវារបស់ធនាគារវិញយើងក៏ផ្ដល់ជាលក្ខណៈសេវាកម្មផ្ទេរប្រាក់តាមរយៈ Swift ហើយនិងតាមរយៈគេហៅថា API អញ្ចឹងមានន័យថាវាលឿនងាយស្រួលហើយវាធូរថ្លៃអញ្ចឹងវាសម្រួលដល់អាជីវកម្មខ្នាតតូចនិងមធ្យមដើម្បីឲ្យគាត់បរិយាអាជីវកម្មគាត់កាន់តែធំជាងមុនហើយក៏យើងបានឃើញថាម្ចាស់អាជីវកម្មទាំងអស់ហ្នឹងគាត់ទទួលយកនៅសេវារបស់ធនាគារអញ្ចឹងគាត់បើកចិត្តដើម្បីគាត់ប្រើប្រាស់សេវាធនាគារសេវាគណនីaccounting system ហ្នឹងដើម្បីជួយសម្រួលការងាររបស់គាត់កាន់តែច្រើនអញ្ចឹងបាទចាអរគុណច្រើនមែនតើបងសម្រាប់ចម្លើយដល់ពេញលេងមួយនេះហើយក្បោះក្បាយទៅកាន់ទស្សនិកជនរបស់យើងខ្លាំងមែនតើអញ្ចឹងជាចុងក្រោយតើបងមានអ្វីណែនាំទៅដល់ម្ចាស់អាជីវកម្មនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងការប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់ដែរបងបាទជាចុងក្រោយខ្ញុំសូមអំពាវនាវឲ្យបងប្អូនដែលជាម្ចាស់អាជីវកម្មទាំងអស់ងាកមកប្រើនៅសេវា fintech មិនថាជាសេវាធនាគារឬក៏ជាសេវាគណនេយ្យឬក៏មិនថាជាសេវាផ្សេងដែលតាក់ទងជាមួយនឹងfintech គឺយើងព្យាយាមប្រើដើម្បីឲ្យប្រតិបត្តិការរបស់យើងនៅក្នុងអាជីវកម្មរបស់យើងមានភាពងាយស្រួលរលូនដោយសារបច្ចេកវិទ្យាទាំងអស់នោះនឹងជួយមានន័យថាគាត់អាចគ្រប់គ្រងចំណូលចំណាយរបស់គាត់បានល្អបញ្ជីស្នាមរបស់គាត់អាចដឹងច្បាស់លាស់អញ្ចឹងវាខុសពីអ្វីដែលយើងធ្វើពីមុនយើងចេះតែកត់ដៃកត់អីហ្នឹងទៅយើងភ្លេចអញ្ចឹងឥឡូវយើងមាន system មានអីយើងធ្វើប្រតិបត្តិការត្រឹមត្រូវយើងចុះបញ្ជីត្រឹមត្រូវអញ្ចឹងមានន័យថាយើងអាចដឹងថាអាជីវកម្មយើងចំណូលចំណាយបានប៉ុន្មានហើយយើងមានប្រព័ន្ធធនាគារយើងទូទាត់ឬក៏យើងប្រមូលលុយពីអតិថិជនបានលឿនសុវត្ថិភាពពេលខ្លះធនាគារក៏ឲ្យការប្រាក់ទៅគណនីសំរបស់គាត់ដើម្បីគាត់អាចរកចំណូលពីគណនីសំរបស់គាត់បានកាន់តែច្រើនថែមទៀតហើយទាំងអស់នេះវានឹងជំរុញទៅលើការពង្រីកអាជីវកម្មរបស់គាត់ដោយមានសុវត្ថិភាពនិងទំនុកចិត្តអរគុណច្រើនបងសម្រាប់ការណែនាំទៅកាន់ម្ចាស់អាជីវកម្មគ្រប់រូបបន្ទាប់ពីនេះដែរកម្មវិធីរបស់យើងក៏បានឈានមកដល់ទីបញ្ចប់នាងខ្ញុំសូមអរគុណដល់វាគ្មិនកិត្តិយសរបស់យើងដែលបានអញ្ជើញចូលរួមក្នុងការចែករំលែកនូវចំណេះដឹងជាច្រើនទាក់ទងនឹងប្រធានបទនៅថ្ងៃនេះនាងខ្ញុំសូមអរគុណដល់ទស្សនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនាតាមដានកម្មវិធីមួយនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថាទស្សនិកជននឹងទទួលបានចំណេះដឹងថ្មីៗពីកម្មវិធីរបស់យើងដើម្បីទទួលបាននូវព័ត៌មានថ្មីៗទាក់ទងនឹងសេដ្ឋកិច្ច Digital នៅកម្ពុជាសូមតាមដានគេហទំព័រ Facebook ផ្លូវការនិងចូលរួម Channel Telegram ផ្លូវការរបស់គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច Digital ខណៈពេលនេះដែរនាងខ្ញុំជាអ្នកសម្របសម្រួលនិងវាគ្មិនកិត្តិយសរបស់យើងសូមអរគុណនិងសូមគោរពលា